ភូមិលេងពាក្យសម្ដីត្រូវតែប្រយុទ្ធដើម្បីក្លាយជាអ្នកខ្លាំងនេះជាការចាប់ផ្ដើមនៅលើឆាកប្រយុទ្ធរបស់ rapper fighter Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបខ្ញុំម្ដងទៀតនៃការ reaction ថ្មីថ្ងៃនេះខ្ញុំមក reaction ពីកម្មវិធី rapper fighter ឥឡូវចង់ដឹងទាំងអស់គ្នាថាមានអ្វីដែលប្លែកមានអ្វីដែលថ្មីនៅក្នុងរដូវកាលទី2នេះអញ្ចឹងមកតាមដានទស្សនាមួយខ្ញុំទាំងអស់គ្នាអូខេ let's goស្រមោលភូមិលេងពាក្យសម្ដីត្រូវតែប្រយុទ្ធដើម្បីក្លាយជាអ្នកខ្លាំងទៅមុខទៀតប៉ុន្តែមានរឿងជាច្រើនដែលអ្នកត្រូវតែប្រឈមខ្ញុំស្ដាប់គាត់ទៅមានចន្លោះប្រហោងខ្លះដូចជាពាក្យពេចន៍ឲ្យបងអូនធ្វើមកកន្លែងខ្លះវាអត់សូវច្បាស់ហើយចង់ជួនវារៀងលោតពេកនិយាយមានន័យដូចតែគ្នាប៉ុន្តែជា artist គេច្រើនឲ្យវាមានន័យជ្រៅជាងនេះទៀតនេះជាការចាប់ផ្ដើមនៅលើឆាកប្រយុទ្ធរបស់ rapper fighter គេសួរខ្ញុំមកពីណាមកពីបាត់ដំបងហើយកូនចៅអ្នកណាខ្ញុំកូនអ្នកបាត់ដំបងបើសិនជាណៃជឿជាក់ថាបងអាចដឹកនាំណៃទៅឲ្យបានប្រសើរជាងនឹងទៀតយកបងចុះយកទៅយកគាត់ចេះតែច្រៀងហ្នឹងRapper Fighter Start Fight ថ្ងៃអាទិត្យទី5ខែតុលានេះយើងចាប់ផ្ដើមមានការប្រកួតប្រឡងនៃកម្មវិធី Rapper Fighter អញ្ចឹងអ្នកទាំងអស់គ្នាដែល fan នៃកម្មវិធី Rapper Fighter ដូចជា fan ខ្ញុំជាដើមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាតើមានអ្វីដែលថ្មីមានអ្វីដែលប្លែកមានអ្វីដែលអស្ចារ្យនៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2នេះអញ្ចឹងកុំភ្លេចតាមដានទាំងអស់គ្នាហើយក៏ជួបខ្ញុំរាល់វីដេអូនៃការ reaction នៅក្នុងកម្មវិធី react នេះច្រឡំនៅក្នុងកម្មវិធី Rapper Fighter នេះគ្រប់វីដេអូទាំងអស់តោះញមកកាន់ Gainsbourg ធ្វើឲ្យបងជាបើពេលដែល Shorty on twerk បើសិនលេងចង់លេង Gainsbourg Snow